តីតតារាសម្ដែងជើងចាស់មួយរូបគឺលោកដួងសុគីបានចេញវីដេអូសុំទោសក្រោយពីការសម្ដែងរបស់លោកដែលធ្វើឲ្យប៉ះពាល់ទៅកាន់អារម្មណ៍បងប្អូនខ្មែរជាពិសេសប៉ះពាល់ទៅនឹងអារម្មណ៍បងប្អូនខ្មែរអ៊ីស្លាមតែម្ដងសិល្បករជើងចាស់មួយរូបគឺលោកដួងសុគីបានចេញវីដេអូក៏ដូចជាភ្ជាប់ជាមួយនឹងសំណេរដើម្បីធ្វើការសុំទោសក៏ដូចជាសុំការអធិស្ឋានពីបងប្អូនខ្មែរទាំងអស់ជាពិសេសបងប្អូនខ្មែរអ៊ីស្លាមនឹងតែម្ដងគឺលោកបានចូលរួមក្នុងការសម្ដែងនៅក្នុងពិធីមង្គលការរបស់ influencer ពីរដែលល្បីល្បាញគឺឈានទៅដល់ពិធីបុកលែធ្វើឲ្យមានកាយវិការមិនសមរម្យក៏ដូចជាកាយវិការលើសលួសការប្រព្រឹត្តលើសលួសដែលធ្វើឲ្យប៉ះពាល់អារម្មណ៍បងប្អូនខ្មែរអ៊ីស្លាមគឺលោកបានបញ្ជាក់តាមទៀតថាគឺលោកទទួលស្គាល់កំហុសរបស់ខ្លួនទាំងស្រុងតែម្ដងដែលបានប្រព្រឹត្តខុសក៏ដូចជាកាយវិការមិនសមរម្យដែលធ្វើឲ្យប៉ះពាល់ទៅកាន់អារម្មណ៍បងប្អូនខ្មែរអ៊ីស្លាមហើយលោកបានបញ្ជាក់ទៀតថាកុំបន្ទោសទៅកាន់ម្ចាស់ដើមការដែលគ្មានកំហុសតតែសោះលោកបានទទួលស្គាល់កំហុសទាំងស្រុងហើយបានសុំការអធិស្ឋាននិងសន្យាថាមិនឲ្យកើតមានរឿងបែបនេះម្ដងទៀតដូចជាសុំការអភ័យទោសអធិស្ឋានទៅកាន់បងប្អូនខ្មែរអ៊ីស្លាមដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ក៏ដូចជាមិនមានបំណងមើលងាយក៏ដូចជាប្រមាថទៅកាន់សាសនាណានោះទេនេះគ្រាន់តែគឺជាការធ្វើប្រហែសរបស់លោកក៏ដូចជាលោកក៏បានធ្វើការសុំអធិស្ឋានសុំការអភ័យទោសផងដែរដោយកំហុសការធ្វើប្រហែសមួយពេលរបស់លោក